ឯកឧត្តមនេតភត្រាលើកទឹកចិត្តដល់អ្នកសារព័ត៌មានទាំងអស់បន្តខិតខំប្រឹងប្រែងពង្រឹងសមត្ថភាពនិងធ្វើទំនើបកម្មខ្លួនឯងឲ្យស្របតាមការវិវត្តនៃបច្ចេកវិទ្យានិងសង្គមឯកឧត្តមនេតភត្រារដ្ឋមន្ត្រីក្រសួងព័ត៌មាននៅព្រឹកថ្ងៃទី31 ខែកក្កដាឆ្នាំ2026នេះបានអញ្ជើញជាអធិបតីបើកវគ្គបណ្ដុះបណ្ដាលស្ដីពីការពង្រឹងសមត្ថភាពអ្នកសារព័ត៌មានលើកទី9វគ្គបណ្ដុះបណ្ដាលនេះបានប្រព្រឹត្តធ្វើឡើងនៅរយៈពេល1ថ្ងៃពេញវគ្គបណ្ដុះបណ្ដាលនេះមានគោលបំណងពង្រឹងសមត្ថភាពអ្នកសារព័ត៌មានដើម្បីឆ្លើយតបទៅនឹងការរីកចម្រើនយ៉ាងឆាប់រហ័សនៃប្រព័ន្ធ Digital និងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយការពង្រឹងសមត្ថភាពនេះក៏ជាផ្នែកមួយដ៏សំខាន់ក្នុងការធានាថាអ្នកសារព័ត៌មានអាចបំពេញតួនាទីរបស់ខ្លួនបានយ៉ាងមានប្រសិទ្ធភាពក្នុងការផ្សព្វផ្សាយព័ត៌មានពិតនិងទប់ស្កាត់ការរីករាលដាលនៃព័ត៌មានមិនពិតដែលអាចបង្កផលប៉ះពាល់ដល់សន្តិភាពស្ថិរភាពនយោបាយនិងសមិទ្ធផលរបស់រាជរដ្ឋាភិបាលក្នុងឱកាសនោះឯកឧត្តមរដ្ឋមន្ត្រីបានលើកទឹកចិត្តដល់អ្នកសារព័ត៌មានទាំងអស់ឲ្យបន្តខិតខំប្រឹងប្រែងពង្រឹងសមត្ថភាពនិងធ្វើទំនើបកម្មខ្លួនឯងឲ្យសមស្របទៅនឹងការវិវត្តនៃបច្ចេកវិទ្យានិងសង្គមសម្រាប់វគ្គបណ្ដុះបណ្ដាលនេះមានសិក្ខាកាមជាអ្នកសារព័ត៌មានចូលរួមប្រមាណ180រូប